Thì nó bật lượng nứng nhưng trong vậy vì ca trong bạn ấy mùi phổ chỉ tu tứ dương tay từ tu ban ở vậy mùi nứng cứ từ tu tam dạng sẽ làm việc đại dương thưa chứng bề khá tới dương ở đang chụp mặt thì dương trong bạn ấy bật bật khót chứng ca thưa bỏ dương nó có ở cho bạn lô đài chứng là bề dương thưa ấy chớn có bàn năng từ chứng bề khá tới ở vậy thì dương ban mình chỉ ở vậy thì dương trong bàn thì vì pro dương ban thưa ở vậy mình chỉ sẽ làm một việc để nó mà dương bàn là bỏ năng chứng có việc ban thì chỉ là bỏ xây lũ thì hồ mùi choគ្មានណាម្នាក់ដែលចង់បានសុខភាពអត់ល្អម្នាក់ណាក៏ចង់បានសុខភាពល្អប៉ុន្តែពេលខ្លះទង្វើរបស់យើងនឹងនាំឲ្យយើងសុខភាពល្អមកថាយើងអត់គេងយើងផឹកច្រើនយើងជក់បារីយើងញ៉ាំរបស់អត់ល្អច្រើនអីចឹងទៅចឹងទាំងអស់ហ្នឹងវានាំឲ្យយើងសុខភាពអត់ល្អហើយសួរយើងចង់អត់យើងអត់ចង់ប៉ុន្តែសកម្មភាពរបស់យើងមិនបានសកម្មភាពយើងអញ្ចឹងដោយសារតែយើងអត់បានដឹងថាយើងចង់បានអីដល់ពេលយើងអត់បានដឹងថាយើងចង់បានអីទៅក៏យើងបដែតបដោយទៅតាមអារម្មណ៍ទៅតាមចំណូលចិត្តទៅតាមអីផ្សេងបរិស្ថានជុំវិញអីចឹងណាចឹងលទ្ធផលក៏វាបានមកអញ្ចឹងទៅចឹងនៅក្នុងសង្គមការងារក៏ដូចគ្នាដែរពេលខ្លះយើងអត់ដែរដឹងថាយើងចង់បានអីអញ្ចឹងយើងធ្វើទៅតាមអារម្មណ៍តាមអីមួយផ្លែតអត់មានគោលដៅច្បាស់លាស់ថាយើងចង់បានអីទេឧទាហរណ៍មួយថាយើងចង់ខ្លាចជាមនុស្សម្នាក់ដែលមានសមត្ថភាពបកកែនៅក្នុងការងាររបស់យើងអញ្ចឹងរឿងផ្សេងទៀតវាឡើងសំខាន់មកមានន័យថាយើងយកចិត្តផ្ដោតទៅលើការងាររបស់យើងយកចិត្តផ្ដោតក្នុងការអភិវឌ្ឍសមត្ថភាពក្នុងជំនាញរបស់យើងអញ្ចឹងអ្នកផ្សេងមិនគេថាមិនគេអីមិនគឺយើងអត់ខ្វល់ទេអញ្ចឹងចំណាយពេលយូរទៅយើងនឹងខ្លាចជាអ្នកបកកែនៅក្នុងជំនាញរបស់យើងអញ្ចឹងអាការចង់បាននោះវាជួយជំរុញយើងអញ្ចឹងឥឡូវត្រឡប់វិញឧទាហរណ៍ខេសជាក់ស្ដែងមួយចំនួនទៀតដែលអ្នកទាំងគ្នាអាចស្វែងយល់ជាមួយខ្ញុំឧទាហរណ៍ដូចសាលារៀនមួយយើងមិនបរៀនសិស្សអញ្ចឹងសួរថាសាលារៀនចង់បានអីសាលារៀនខ្លះគឺគាត់ច្បាស់គាត់ចង់ឲ្យសិស្សចេះអញ្ចឹងកាលណាគាត់ចង់ឲ្យសិស្សចេះសិស្សនឹងចេះតែបើសាលារៀនខ្លះទៀតគាត់អត់បានគិតទៅរឿងចង់ឲ្យសិស្សចេះគាត់ខ្វល់តែមួយទេធ្វើម៉េចសិស្សរៀនជាមួយគាត់ឬក៏មករៀនទៀងទាត់អីចឹងគឺចង់បានអញ្ចឹងប៉ុន្តែអត់គិតថាចង់បានអីប្រវត្តិបើចង់បានសិស្សចេះមានន័យថាអត់ខ្វល់ថាសិស្សទៅរៀនណារៀនពេលណាសំខាន់គឺសិស្សចេះអញ្ចឹងមានន័យថាគាត់ជួយដោះស្រាយសិស្សជួយកន្សោលសិស្សថាសិស្សប្រពលអីមានបញ្ហាអីខ្លាំងយកបញ្ហាសិស្សយកមកជួយគិតពិចារណាក្នុងការរកដំណោះស្រាយថាតើសិស្សនឹងគួរធ្វើម៉េចដើម្បីឲ្យសិស្សចេះព្រោះសំខាន់គោលដៅគឺសិស្សចេះអញ្ចឹងរកមធ្យោបាយបានដូចខ្ញុំធ្លាប់រៀននៅស្រុកគេណាដូចនៅជប៉ុនអីមានសិស្សអត់ចេះអីសាលាគ្រូអីគេកន្សាលគេប្រាប់មកថាបើខ្វះគេឲ្យទៅរៀនបន្ថែមជួនកាលគ្រូនៅសាលានឹងរៀនបន្ថែមជួនកាលទៅអត់រៀនគ្រូនៅនឹងអត់ទៅនេះគេឲ្យទៅរៀនខាងក្រៅបន្ថែមទៀតព្រោះគោលដៅគឺគេចង់ឲ្យសិស្សចេះចឹងដល់ពេលចឹងគេរកមធ្យោបាយគឺដើម្បីសិស្សចេះចឹងលទ្ធផលគឺទទួលបានសិស្សចេះចឹងខ្ញុំសង្កេតឃើញបញ្ហាទំនាស់សង្គមគឺដោយសាររឿងហ្នឹងដែរដូចថានៅស្រុកយើងពេលខ្លះរឿងបញ្ហាទំនាស់រៀនគួររឿងអីហ្នឹងណាគឺបញ្ហាដូចគ្នាពេលខ្លះគ្រូអត់បានគិតថាខ្វល់សិស្សនឹងចេះមិនចេះទេខ្វល់តែមួយសិស្សនឹងគឺទៅរៀនគួរមួយគាត់អានឹងក៏មានបញ្ហាទំនាស់ដែរបើប៉ះសិស្សដែលគាត់អត់ខ្វល់ថាចេះមិនចេះគឺគាត់អត់ខ្វល់គាត់ដឹងតែរៀនទៅតែបើសិនជាខ្វល់សិស្សដែលគាត់ខ្វល់រឿងចេះមិនចេះអាចមានបញ្ហាបើសិនជាគ្រូនឹងបរៀនល្អអត់អីទេសិស្សទៅរៀនតែបើសិនជាគ្រូនឹងបរៀនអត់ល្អសិស្សប្រកាសជាទៅរៀនឡើងផ្សេងពេលនឹងទំនាស់គឺកើតឡើងព្រោះសិស្សដែលគាត់ខ្វល់ពីចេះគាត់អត់ខ្វល់ថាគ្រូណាបរៀនទេគាត់ខ្វល់ថាគ្រូណាបរៀនគាត់ចេះសំខាន់គឺគាត់រៀនចេះគាត់ខ្វល់តែភាពចេះទេអញ្ចឹងពេលហ្នឹងគឺទំនាស់កើតឡើងដោយសារអីភាពចង់បានហ្នឹងវាអត់ដូចគ្នាវាខុសគ្នាអញ្ចឹងធ្វើឲ្យមានបញ្ហាអញ្ចឹងត្រឡប់មកទៀតយើងសិក្សាទៅលើខេសផ្សេងទៀតក្នុងគ្រួសារមួយប្តីប្រពន្ធនៅមួយគ្នាអញ្ចឹងបញ្ហាកើតឡើងដោយសារតែការចង់បានថាយើងចង់បានអីពេលខ្លះយើងចង់ឈ្នះច្រើនជាងចង់បានសុភមង្គលអញ្ចឹងយើងទាមទារយកឈ្នះរៀងខ្លួនទៅវាធ្វើឲ្យមានបញ្ហាទំនាស់កើតឡើងអីចឹងទៅពេលខ្លះកើតចេញពីការគុំអីអន់ចិត្តឧទាហរណ៍ថាប្រពន្ធធ្វើឲ្យប្តីអន់ចិត្តឬក៏ប្តីធ្វើឲ្យប្រពន្ធអន់ចិត្តគុំតាមចាប់កំហុសគ្នាអីចឹងទៅព្រោះដោយសារយើងភ្លេចគិតថាយើងនៅមួយគ្នានឹងគឺយើងចង់បានសុភមង្គលមួយគ្នាតែយើងអត់ទេយូរទៅយើងចាប់ផ្ដើមគិតរឿងចាប់កំហុសគ្នាអូម៉ាថាប្តីធ្វើអីខុសមួយប្រពន្ធចាប់កំហុសរឿងហ្នឹងណាអញ្ចឹងប្តីនឹងចាំពេលណាប្រពន្ធធ្វើខុសនេះគឺចាប់កំហុសវិញរបៀបអញ្ចឹងដល់អញ្ចឹងចាប់ទៅចាប់មកនៅមួយគ្នាអត់មានសុភមង្គលដោយសារភ័យដូចគ្នាព្រួយបារម្ភដូចគ្នាអញ្ចឹងដល់ពេលត្រឡប់វិញដោយសារអីអត់ដែលបានគិតថាតើចង់បានអីពិតប្រាកដហ្នឹងដោយសារតែអត់ដែលបានគិតចង់បានអីឲ្យពិតប្រាកដហ្នឹងធ្វើឲ្យខ្លួនឯងកាន់តែមានបញ្ហាទៅអញ្ចឹងត្រឡប់មកreflect មកលើខ្លួនយើងវិញរាល់ថ្ងៃយើងត្រូវតែអាសាសួរខ្លួនឯងថាតើខ្លួនឯងចង់បានអីឲ្យពិតប្រាកដអាសាសួរខ្លួនឯងហ្មងព្រោះការសួរខ្លួនឯងនឹងវាធ្វើឲ្យយើងមានសតិដឹងពេលសង្លេខហៅ awareness មានន័យថាយើងមានសតិដឹងណាយើងដឹងថាយើងកំពុងតែធ្វើអីព្រោះកាលណាយើងដឹងកំពុងធ្វើអីយើងអាចពិនិត្យមើលថា
តើអ្វីដែលយើងកំពុងធ្វើអ្វីដែលយើងកំពុងគិតហ្នឹងតើវាអាចនាំយើងទៅរកអ្វីដែលយើងចង់បានអត់បើសិនជាវាអត់ទេយើងត្រូវសួរទៀតតើយើងត្រូវធ្វើអីយើងត្រូវគិតអីបាននាំយើងអាចទៅដល់អ្វីដែលយើងចង់បានយើងអាសាសួរខ្លួនឯងអញ្ចឹងបើយើងអត់សួរខ្លួនឯងទេដូចខ្ញុំនិយាយអញ្ចឹងយើងនឹងភ្លេចខ្លួនគេនាំទៅផឹកអាខ្លួនឯងទឹកនោមផ្អែមគេនាំទៅផឹកផឹកទៅមួយគេសុបាយអីចឹងទៅហើយគេនាំទៅជក់មួយគេអីចឹងទៅហុយតែអញ្ចឹងមានបានអីចង់និយាយថាលទ្ធផលបានអីវាអត់បានអីមកវិញទេវាបានទៅលើអ្វីដែលយើងធ្វើនឹងអញ្ចឹងសរុបទៅគឺវាអត់ត្រូវដូចគោលការណ៍មួយចំនួននៅក្នុងចំនួនធំណាគេតែងតែដាក់យុទ្ធសាស្ត្រមួយហើយគេចាប់បានមើលលទ្ធផលវាថាតើអ្វីដែលគេដាក់ចេញមកនោះធ្វើទៅវាបានលទ្ធផលវាមិនវាត្រូវនឹងអ្វីដែលគេចង់បានអត់បើសិនជាអត់ទេគេត្រូវតែមានការផ្លាស់ប្ដូរពេលខ្លះអ្វីដែលយើងគិតហើយនឹងអ្វីដែលយើងធ្វើចេញមកវាអត់ត្រូវគ្នាទេអញ្ចឹងគេត្រូវតែធ្វើសាកល្បងអញ្ចឹងគេត្រូវតែសាកល្បងថាឥឡូវគំនិតនឹងដាក់ទៅមិនដែរវាដំណើរការអត់ដំណើរការអញ្ចឹងវាដំណើរការបែបវាប៉ុន្តែលទ្ធផលវាមិនមែនជាអ្វីដែលគេចង់បានអញ្ចឹងគេត្រូវតែធ្វើការផ្លាស់ប្ដូរអញ្ចឹងកាលណាយើងមានទម្លាប់នឹងមួយយើងងាយក្នុងការផ្លាស់ប្ដូរស្ថានភាពហូចមិនមែនតើអាជីវកម្មទេសូម្បីតែការដឹកនាំប្រទេសមួយចំនួនបើយើងស្វែងយល់ទៅគឺឃើញស្តៀងគ្នាដោយរដ្ឋាភិបាលចេញគោលនយោបាយអីមួយអញ្ចឹងណាដោះដាក់ធ្វើអញ្ចឹងអនុវត្តទៅមើលទៅអត់បានលទ្ធផលតាមអ្វីដែលចង់បានគឺគេមានការផ្លាស់ប្ដូរដើម្បីឲ្យប្រសើរឡើងអីចឹងទៅឥឡូវឧទាហរណ៍ថាតកតងទៅនឹងប្រព័ន្ធអប់រំទៅយើងឧទាហរណ៍ថាខាងក្រសួងចង់ឲ្យបានលទ្ធផលរបៀបម៉េចអញ្ចឹងដាក់គោលនយោបាយមួយដល់ពេលអនុវត្តប្រហែលឆ្នាំទៅតេស្តមើលថាអានឹងធ្វើទៅអត់បានលទ្ធផលអ្វីចង់បានទេអញ្ចឹងគេនឹងធ្វើការផ្លាស់ប្ដូរអញ្ចឹងដូចគ្នាដែរគឺដោយសារតែគេផ្ដោតទៅលើអ្វីដែលគេចង់បានតែពិតប្រាកដហ្នឹងអញ្ចឹងសួរមកខ្លួនយើងរាល់ថ្ងៃវិញថាតែយើងចង់បានអីរាល់ថ្ងៃយើងចង់ទៅជារបៀបម៉េចរាល់ថ្ងៃហ្នឹងថ្ងៃអនាគតទៀតណាយើងចង់បានព្រោះវាអត់អាចចង់បានភ្លាមវាបានភ្លាមអញ្ចឹងចង់ហ្នឹងយើងត្រូវតែធ្វើដើម្បីបានទៅថ្ងៃខាងមុខអញ្ចឹងយើងត្រូវច្បាស់ថាយើងចង់បានអីទៅយើងរៀបចំផែនការឲ្យព្យាយាមធ្វើវាហើយព្យាយាមធ្វើម៉េចកុំឲ្យយើងឆ្ងាយពីអាកន្លងដែលយើងចង់បាននឹងឆ្ងាយពេកវាអាចបែកដែរមិនមែនថាអត់សោះទេពេលខ្លះយើងភ្លេចខ្លួនទៅយើងអាចធ្វើអត់ត្រូវអ្វីដែលយើងចង់បានដែរប៉ុន្តែយើងត្រូវតែអាសាទាញអាសតិដឹងរបស់យើងឲ្យដឹងថាយើងកំពុងតែធ្វើខុសហើយយើងត្រូវតែទាញខ្លួនយើងមកត្រូវវិញបានយើងដើរទៅរកផ្លូវត្រូវបានអញ្ចឹងទាញអញ្ចឹងទៅអញ្ចឹងដូចអង្គថាយើងទំចាប់តាមធ្វើការងារទេយើងឯងក៏យើងចង់ទៅជាអ្នកជំនាញអ្នកបកកែឬជោគជ័យទាំងឯងមុខអញ្ចឹងណាអញ្ចឹងត្រូវតែទាញសតិខ្លួនឯងថាខ្ញុំត្រូវតែ start ជំនាញអញ្ចឹងខ្ញុំត្រូវតែខំប្រឹងធ្វើការពេលខ្លះទៅនៅកន្លែងការងារជួបមនុស្សអត់ល្អអីអត់ល្អខ្ញុំអត់ខ្វល់ទេខ្ញុំដឹងតែខំប្រឹងតែមួយព្រោះខ្ញុំយកជំនាញតែខ្ញុំធ្វើទៅខ្ញុំចាក់ទទួលបានជំនាញដែលខ្ញុំចង់បានខ្ញុំនឹង move on ទៀតដែរទៅមុខទៀតអញ្ចឹងយើងមានគោលការណ៍យើងយើងផឹងហ្មងទៅមុខទៀតឥឡូវឧទាហរណ៍មួយទៀតយើងចង់ខ្លាចជាអ្នកជំនួញថ្ងៃមុខខ្លាចជាអ្នករស់ស៊ីខ្មែរយើងហៅអ្នករស់ស៊ីអញ្ចឹងណាអញ្ចឹងអ្នករស់ស៊ីត្រូវចេះអីខ្លះអីអញ្ចឹងគឺពេលហ្នឹងគឺយើងត្រូវខំប្រឹងពេលយើងចេញធ្វើការដំបូងយើងអត់មានដើមទុនយើងខំប្រឹងធ្វើការសំដើមទុនធ្វើការសំ credit ធ្វើការសំជំនាញហ្នឹងមានអីជំនាញគ្រប់គ្រងជំនាញហិរញ្ញវត្ថុអីផ្សេងអញ្ចឹងណាឧទាហរណ៍អញ្ចឹងយើងព្យាយាមមក commit ព្យាយាមរហូតដល់យើងបានអ្វីដែលយើងចង់បានយើងអាច move on ទៅទៀតទៅធ្វើអ្វីដែលយើងចង់បានណាឃើញទេតែឧបមាថាយើងអត់អញ្ចឹងយើង LLL ខ្ជិលរហូតទៅសនុកខ្ជិលធ្វើការ 4-10 ឆ្នាំយើងអត់មានអ្វីដែលយើងចង់បាននឹងទាំងអស់អញ្ចឹងពេលហ្នឹងយើងចាប់ផ្ដើមគាត់ថាជីវិតយើងបរាជ័យតែប៉ុន្តែមិនមែនបរាជ័យទេយើងជោគជ័យបែបយើងជោគជ័យតាមអ្វីដែលយើងអត់កំណត់មានន័យថាយើងសម្រេចចិត្តទទួលយកទៅតាមធម្មជាតិអាហ្នឹងដូចគេនិយាយថាធ្វើស្រែប្រវាស់មេឃបើមេឃភ្លៀងទៅក៏បានផលទៅបើមេឃអត់ភ្លៀងទៅក៏ស្កកអញ្ចឹងទៅអញ្ចឹងជីវិតយើងក៏ដូចគ្នាដែរព្រោះដោយសារយើងអត់កំណត់គោលដៅច្បាស់បើយើងកំណត់គោលដៅច្បាស់យើងអត់ធ្វើស្រែប្រវាស់មេឃទេបើមេឃភ្លៀងខ្លាំងទឹកច្រើនប្រហូរទឹកចាញ់ព្រោះយើងមានប្រព័ន្ធច្បាស់លាស់បើស្ទើរភ្លៀងបូមទឹកដាក់អាហ្នឹងយើងច្បាស់លាស់នឹងលទ្ធផលហ្មងអាហ្នឹងដូចយើងកំណត់គោលដៅជីវិតយើងថាយើងចង់បានអីចឹងណាអញ្ចឹងយើងត្រូវតែផឹងប្រែងអត់ខ្វល់រឿងស្ថានភាពខាងក្រៅមិនទេសំខាន់គឺព្យាយាមខ្លួនយើងរហូតយើងទទួលបានលទ្ធផលចឹងទៅអញ្ចឹងការព្យាយាមអញ្ចឹងវាជួយយើងអញ្ចឹងណាហើយដល់ពេលយើងភ្លេចខ្លួនខ្ញុំសង្កេតឃើញអ្នកខ្លះចង់ខ្លាចជាអ្នកមានភាគច្រើនមកចង់ខ្លាចជាអ្នកមានប៉ុន្តែអត់ចេះគ្រប់គ្រងហិរញ្ញវត្ថុអីមានប្រហែលចាយប៉ុណ្ណឹងហើយគាត់តែងតែមានគំនិតថាបើចង់មានតើយើងរកលុយបានច្រើនតែពិតគំនិតហ្នឹងក៏វាមិនខុសទេគ្រាន់តែវាអត់ត្រូវព្រោះជាទូទៅដើម្បីមានតើយើងត្រឡប់ចេះទុកដាក់គ្មានអ្នកមានណាអត់ចេះសំចៃទេអ្នកដែលអត់ចេះសំចៃ
ចេះចាយលុយច្រើនទោះបីជាពេលហ្នឹងគាត់ប្រកែករកលុយក៏ដោយតែអនាគតរបស់គាត់រួចមិនផុតពីបំណុលទេព្រោះអាចត្រឡប់ចាយហ្នឹងចាយកាន់តែច្រើនកាន់តែឃ្លានណាកាន់តែត្រឡប់ចាយតាហូចចំណូលវាអត់ទៀងទេវាអាចអស់នៅពេលដែលយើងបាត់សមត្ថភាពនៃការរកចំណូលអញ្ចឹងឬក៏មានដៃគូប្រកួតចេញខ្លាំងគេចូលមកក្នុងទីផ្សារយើងធ្វើយើងបាត់បង់អីចឹងទៅអញ្ចឹងពេលនោះគឺបាត់ចំណូលតែយើងត្រឡប់ចាយធំបកមកចាយទូចគឺអត់កើតទេអញ្ចឹងដើម្បីទៅជាអ្នកមានជំហានដំបូងគឺគាត់ត្រូវតែត្រឡប់សំសិនអញ្ចឹងគឺត្រូវតែត្រឡប់មានត្រឡប់នៃការសំហ្នឹងមានន័យថាម៉េចមានន័យថាដកទុកឲ្យបានចាយតាមក្រោយអញ្ចឹងរកបានច្រើនដកទុកកាន់តែច្រើនចាយយើងអាចបង្កើនដែរប៉ុន្តែយើងអត់បង្កើនទៅតាមអ្វីយើងរកបានចំណូលទេយើងត្រូវបង្កើនលុយសំយើងឲ្យសមាមាត្រគ្នាអញ្ចឹងកាលណាយើងសំកាន់តែច្រើនទៅថ្ងៃក្រោយយើងនៅទៅជាអ្នកមានស្អីយើងសំកាន់តែច្រើនយើងមិនសល់លុយដល់ពេលយើងសល់លុយឱកាសមកដល់អីចឹងមកត្រូវទិញអីវិនិយោគអីក្នុងរយៈពេលវែងទៅយើងទិញត្រូវទៅយើងមិនទៅជាអ្នកមានទោះបីជាយើងអត់វិនិយោគក៏យើងនៅតែមានតាមរូបភាពនៃការសំជាមួយធនាគារជាមួយនឹងអត្រាការប្រាក់សំរុំមួយទៅអនាគតក៏ទៅជាអ្នកមានដូចតែគ្នាហ្នឹងអញ្ចឹងការសំហ្នឹងគឺជាមូលហេតុសំខាន់មួយឬក៏អាចថាជាមេតូតសំខាន់មួយដែលនាំឲ្យមនុស្សទៅជាអ្នកមានហើយច្បាស់លាស់ទៀតវាអត់មានការសង្ស័យណាបើយើងទៅធ្វើអីផ្លេចវាអាចចំណេញអាចខាតតែការសំមួយគឺអត់ចេះខាតទេវាដើរទៅមុខរហូតមកប៉ុន្តែវាត្រូវការរយៈពេលហើយត្រូវការភាពអត់ធ្មត់របស់យើងហើយបើយើងចេះជិះខ្វក់អាហ្នឹងយើងរឿងអីមិនលាយមូលហេតុអីយើងចេះជិះស្អីយើងអត់មានផែនការជីវិតច្បាស់លាស់យើងថាយើងទៅជាស្អីអញ្ចឹងណាអញ្ចឹងឲ្យតែមានប្រហែលព្យាយាមចាយមានមកព្យាយាមចាយយូរទៅអត់មានសល់អីហើយអញ្ចឹងសរុបមកវិញប្រធានបទថ្ងៃហ្នឹងគឺចង់ឲ្យអ្នកទាំងគ្នាអាសាសួរខ្លួនឯងថាខ្លួនឯងចង់បានអីឲ្យពិតប្រាកដខ្លួនឯងចង់បានអីពិតប្រាកដបើយើងអ្នកដឹកនាំស្ថាប័នណាមួយសួរមកថាតើស្ថាប័នរបស់យើងថ្ងៃហ្នឹងចង់បានអីឲ្យពិតប្រាកដអញ្ចឹងរកវិធីធ្វើរឿងនឹងឲ្យបានរឿងផ្សេងគឺអត់សំខាន់ទេធ្វើរឿងនឹងឲ្យបានអញ្ចឹងកាលណាយើងខ្វល់រឿងអ្វីយើងចង់ធ្វើឲ្យបានឲ្យខ្លាំងរឿងផ្សេងគឺយើងតម្លាក់វាចោលហើយមានន័យថាវាមិនមែនជារឿងសំខាន់ក្នុងចិត្តយើងអញ្ចឹងយើងកាត់បន្ថយការរំខានកាត់បន្ថយ distraction របស់យើងការរំខានហ្នឹងវាធ្វើឲ្យយើងអាចបដូរគេផ្ដោតអារម្មណ៍ focus ផ្ដោតអារម្មណ៍បានល្អទៅវាធ្វើឲ្យយើងអាចធ្វើការងារហ្នឹងបានកាន់តែផ្សារបាទអញ្ចឹងខ្ញុំសង្ឃឹមថាប្រធានបទហ្នឹងជួយបងប្អូនក្នុងការពិចារណាបន្ថែមឲ្យបានតែល្អជាងមុនបាទសូមអរគុណ